រៀនធ្វើម៉ូតសក់គឺទាំងអស់គ្នាត្រូវទិញផ្កាទិញអីមកមានផ្កាមានមកុដមានកម្មមានអីចឹងណាចាចឹងទាំងអស់គ្នាត្រូវមានឲ្យសពមុខមកមានយើងដើររត់ទិញមកមានផ្កាបែបមើលទៅរៀងស្រស់ស្រស់ក៏បានឬក៏ស្នៀតសក់ឬក៏ផ្កាឬក៏កម្មឬក៏កម្មមកគ្រាប់តូចគ្រាប់ធំអីចឹងយើងទិញខ្សែផ្សំណាសួស្តីបងប្អូនកូនសិស្សទាំងអស់គ្នាវីដេអូនេះគឺប៉ុណ្ណឹងអ្នកគ្រូចង់បង្ហាញអ្នកទាំងអស់គ្នាឲ្យស្គាល់អំពីសម្ភារៈធ្វើសក់ចាមានទៀតណាតែអ្នកគ្រូបង្ហាញនេះក៏គិតថាវាច្រើនភាគរយដែរដែលអ្នកគ្រូបង្ហាញបើសិនជាអត់គ្រប់នៅពេលដែលយើងធ្វើម៉ូតសក់ជាមួយអ្នកគ្រូមានម៉ូតណាអត់គ្រប់យើងទិញថែមមកអញ្ចឹងទាំងអស់គ្នាមកស្គាល់សម្ភារៈរបស់យើងឲ្យហើយក្នុងមេរៀនទ្រឹស្ដីក៏អ្នកគ្រូបង្ហាញដែរមែនទេចឹងឥឡូវយើងមានតែប៉ុណ្្នេះនេះសម្រាប់សិស្សដែលគាត់មករៀនផ្ទាល់ហ្នឹងគាត់មានសម្ភារៈដែលអ្នកគ្រូត្រៀមឲ្យគាត់រៀនធ្វើចឹងឥឡូវយើងកលេចមកខាងនេះគឺយើងមានក្រាស់ធំនេះគឺយើងត្រូវសិតសម្រាប់សក់រួញឬក៏សក់ចពាក់សក់គឺយើងទៅដោះជាមួយសក់ធំចឹងមិនវាអត់ឈឺហើយសក់ធំនេះក៏យើងប្រើយើងត្រូវតែមានឲ្យមានក្រាស់ធំមកទាំងអស់គ្នាក្រាស់ធំសម្រាប់អ៊ុតសក់រួញឬក៏ធ្វើម៉ូតសក់ឬក៏យើងសិតទៅដោះសក់រមូអីចឹងណាចឹងទាំងអស់គ្នាត្រូវមានជាមួយនឹងក្រាស់ធំមកក្រាស់ភ្លីធំឬភ្លីកដាលអីចឹងណាចាគឺត្រូវមានអូខេអញ្ចឹងក្រាស់នេះគឺជាក្រាស់ដែលយើងសិតសក់ឬក៏យើងឆ្កឹះសក់រួញឆ្កឹះបំពើងឲ្យវាទៅសោះគល់តិចណាអញ្ចឹងហើយឬក៏យើងសិតឲ្យយើងបាញ់ម៉ូតផ្លុំអីយើងធ្វើម៉ូតចាប់ឆ្នោតអីហ្នឹងចាឲ្យក្រាស់ខាងនេះគឺយើងឆ្កឹះសក់ដើម្បីប្រហើបនៅពេលដែលយើងកັບម៉ាឌីម៉ាអីយើងសាប់ហើយយើងឆ្កឹះឲ្យសពងអញ្ចឹងយើងប្រើអញ្ចឹងមិនសុកគេធ្វើក្រាស់មកមានអញ្ចឹងឯងទាំងអស់គ្នាមានឆ្ងល់ទេមានឆ្ងល់ថាសុកមិនបានគេធ្វើក្រាស់មកមានអាល្អិតមានអាធំក្រាស់មានអានេះញឹកមែនទេថ្មិញទូចសក់ខ្លះគេសិតជើងសក់មិនសិតជើងសក់យើងយកអាធំញឹកទៅសិតទេណាអត់ទេក្រាស់សិតជើងសក់ឬក៏បរៀបម៉ូតដែលយើងនេះនឹងឲ្យវារៀបរយគេធ្វើខ្លែបគេធ្វើមកមានចេះមិនអត់មានសុកអត់មូលហេតុគេធ្វើមកអញ្ចឹងគឺសិតតែមានមូលហេតុរបស់គេគឺកន្លែងនេះគឺច្បូតអញ្ចឹងក្រាស់គឺមានមុខទូចមុខធំគឺឆ្កឹះហើយកន្លែងនេះអ្នកគ្រូបញ្យល់ក្នុងមេរៀនទ្រឹស្ដីហ្នឹងគឺអ្នកទាំងអស់គ្នាអត់យល់ទេចាំទៅចូលអនុវត្តធ្វើម៉ូតសក់គឺអ្នកទាំងអស់គ្នាដឹងពេលដែលអ្នកគ្រូប្រើប្រាស់ហើយអញ្ចឹងគឺក្រាស់របស់យើងបើស្ទើរអ្នកទាំងអស់គ្នាទិញបន្តរហូតមកឬក៏ទិញក្នុងឈុតរបស់វាក៏មានដែរណាក្រាស់ហ្នឹងគឺសម្រាប់រៀនធ្វើម៉ូតសក់បរោះម៉ូតសក់នារីម៉ូតសក់ភ្លីតូចភ្លីល្អិតភ្លីធំអីគឺមានចាឲ្យសម្រាប់ក្រាស់ចុងស្រួចរបស់យើងគឺងាយស្រួលក្នុងការជ្រៀកសក់នេះអ្នកទាំងអស់គ្នាឆ្ងល់អាឡែងនេះហេតុឲ្យបានក្រាស់គេធ្វើមកមានអាហ្នឹងគឺគេគៀសសក់ឲ្យប៉ិនគ្នាសម្រាប់ក្រងសម្រាប់អីចាឲ្យក្រាស់ចុងស្រួចហ្នឹងគឺយើងងាយស្រួលក្នុងការពុះជ្រៀកសក់ឬក៏សាប់សក់ហើយក្រាស់វាមានចេះអានេះក្រាស់ដែលយើងទៅសៃធំសក់គេក្រាស់ហើយហ្នឹងយើងសាប់ក្រាស់សាប់ប៉ុន្តែក្រាស់សាប់មែនទេនេះអ្នកទាំងអស់គ្នាបើសក់ដើមធំអីយើងសាប់អានេះបានដើមតែបើសិនជាសក់របស់គាត់ស្ដើងយើងចង់ឲ្យទៅសោះខ្លាំងយើងសាប់អានេះទៅសក់នឹងសពងក្រាស់ហ្មងធ្វើក្បាលមកនៃកាំងអីអញ្ចឹងគឺយើងត្រូវមានក្រាស់ហ្នឹងក្រាស់ប្រភេទក្រាស់សាប់ដែរតែប្រភេទសាប់មិនញឹកអានេះសាប់ញឹកសាប់បែបសពងខ្លាំងអានេះសពងតិចអញ្ចឹងយើងត្រូវមានមកឲ្យដូចសក់អ្នកខ្លះសក់គាត់តិចដូចសក់ប្រុសឲ្យលេងយើងយកក្រាស់ធំទៅសិតđấyយើងសិតទូចឹងមកវាលងស្អាតវាឆាប់លងចឹងនេះគឺជាក្រាស់ដែលធ្វើម៉ូតសក់ទាំងអស់គ្នាត្រូវមានតបមកទៀតងាកមកគឺទាំងអស់គ្នាត្រូវមានជាមួយនឹងតាគៀបចាប់សក់មាត់កពើអានេះគឺកាច់បានចេះណាអ្នកឃើញទេយើងអាចគៀបបានធំគៀបបានទូចចឹងតាគៀបមុខកពើរបស់យើងគឺយើងត្រូវធៀបមកទិញឲ្យហើយមកហើយយើងមានតាគៀបមុខកពើដែកនេះគឺយើងគៀបប្រឡងយើងចាប់ទៅលើការរៀនធ្វើម៉ូតសក់ចឹងណាគឺទាំងអស់គ្នាមានអាវែងមានអាខ្លីហើយគឺត្រូវមានច្រើនដែរណាពួកអីកាលណាយើងចាប់ម៉ូតសក់យើងចាប់ភ្លីយើងចាប់ស្ទាប់ចាប់ការចាប់អីហ្នឹងយើងត្រូវមានអញ្ចឹងយើងត្រូវមានជាមួយហ្នឹងតាគៀបយើងឲ្យបានច្រើនមកទិញបន្តរហូតទុកដាក់ឲ្យមានរបៀបមកចាអញ្ចឹងតាគៀបកពើប្រភេទចវចេះគឺអ្នកទាំងអស់គ្នាអាចយកលាបថ្នាំសក់ឬក៏ចាប់សក់គៀបឬក៏អីហ្នឹងបានប៉ុន្តែប្រភេទដែកអញ្ចេះគឺទាំងអស់គ្នាកុំយកទៅចាប់លាបថ្នាំសក់លាបអីនេះដោយសារ
ជាងមកពេលខ្លះគាត់មករៀនគាត់ចេះតែឆិនឆាយយកចាប់ទៅវាមិនដាល់ឲ្យច្រេះណាលាងទឹកលាងអីមកចឹងណាចឹងអាហ្នឹងគឺយើងយកធ្វើម៉ូតបើយើងយកទៅលាបថ្នាំពណ៌ថ្នាំអីយើងប្រើប្រភេទចេះចាប់សក់ចាប់អីគៀបសក់គៀបអីលាងឲ្យស្អាតហើយយកមកទុកវិញកាលណាប្រើប្រាស់មានថ្នាំសក់មានអីរួចហើយយើងយកមកគៀបសក់ឲ្យគេមើលទៅអានេះអត់ស្អាតប្រឡាក់សក់គេណាចឹងយើងលាងស្អាតទៅយកមកទុកចាចឹងតាគៀបក្រពើដែកតាគៀបក្រពើជ័រក៏ដូចជាក្រាស់គ្រប់ម៉ូតរបស់យើងដែលអ្នកគ្រូបង្ហាញណាហើយក្រាស់នេះគឺជាក្រាស់នេះជាក្រាស់ដែលយើងយកមករៀនធ្វើម៉ូតសក់អញ្ចឹងត្រឡប់មកវិញចុះបើក្រាស់យើងកាត់សក់អានឹងចាំអ្នកគ្រូបង្ហាញនៅវគ្គក្រោយក្រាស់កាត់សក់នោះវាមានម៉ូតផ្សេងទៀតឥឡូវយើងមកមើលតាគៀបខ្មៅរបស់យើងសិនតាគៀបខ្មៅអ្នកទាំងអស់គ្នាត្រូវចាំក្នុងមេរៀននេះដែរព្រោះអីរៀនផ្នែកសក់បើទាំងអស់គ្នាអត់ស្គាល់ពីតាគៀបអត់ចេះប្រើតាគៀបទេគឺយើងតាគៀបអត់បានត្រូវទេទាំងអស់គ្នាឃើញតាគៀបអ្នកគ្រូបង្ហាញនេះហ៎តាគៀបនេះចំហមិនអញ្ចឹងហ៎នេះបែបចំហចឹងតាគៀបចំហនេះវាមានសាយរបស់វាសាយ S សាយ M សាយ L តាមប្រភេទសក់ណាសក់ក្រាស់ធំយើងគៀបឲ្យវែងទៅតែបើសក់របស់គាត់ស្ដើងហ្នឹងមិនតិចញាប់ចឹងយើងគៀបប្រភេទទូចទៅបែបមួយមើលបែបមួយបើសក់គាត់វែងបែបសក់ត្រឹមចកេះហៀចកេះដល់ពេលគាត់ចាប់លើងបួងខ្លែបួងទប់អីចឹងយើងប្រើអាសាយវែងដែរមកយើងមកប្រើសាយទូចអត់ត្រូវទេគៀបទៅអត់មាំទេយកកត្រៃកាត់នេះអូខេអញ្ចឹងនេះតាគៀបនេះគឺមិនមែនតាគៀបឲ្យជាប់ទេគេហៅថាតាគៀបទប់ការតាគៀបទប់គឺយើងសោកទៅលើសក់ធំដើម្បីតាគៀបទប់ណាពេលបួងប៉ុន្តែការតាគៀបឲ្យជាប់នេះវាមានសាយខ្លីនេះឃើញចំហដូចគ្នាតែសាយខ្លីហ្នឹងសក់តិចសក់គេទូចហ្នឹងគឺយើងធ្វើបែបសាយទូចមកសក់ធំយើងយកអាតាគៀបធំចែកចំណេញណាចឹងនឹងតាគៀបត្រឡប់មកវិញនេះមិនសាយវាខុសគ្នាចឹងតាគៀបនេះគឺជាតាគៀបអមពាក្យថាអមគឺអត់ជាប់ទេវាគ្រាន់តាគៀបខ្ទាស់ឲ្យជាប់ប៉ុន្តែវាអត់ជាប់មើងទេបើសិនយើងតាគៀបយកជាប់មើងគឺយើងប្រើតាគៀបនេះឃើញខុសគ្នាបងប្អូនគ្នាគៀបនេះណាគ្នាបនេះគឺអភ័យមានក្បាលរុយចេះគេហៅថាតាគៀបជាប់ក្បាលរុយគៀបខ្មៅគ្នាបខ្មៅក្បាលរុយគ្នាបជាប់អានេះតាគៀបរំសឃើញវារំសហ៎បងប្អូនគ្នាតាគៀបរំសហ្នឹងគឺជាតាគៀបអមតាគៀបទប់អានេះគឺតាគៀបយកជាប់បើគេគៀបយកជាប់គឺត្រូវគៀបអានេះបានជាប់មើងណាតែបើតាគៀបទប់តាគៀបរបៀបលើកខ្លែបលើកអីបួងនេះគេប្រើនេះយើងយកមកគៀបអានេះអត់កើតទេតែចងជាប់ចងមើងរួចហើយចឹងតួនាទីនៃតាគៀបពេលអ្នកទាំងអស់គ្នារៀនដឹងហើយនេះគ្រាន់តែគ្រូថាបើតាគៀបជាប់គឺយើងប្រើនេះបើតាគៀបទប់យើងប្រើនេះតោះហ្នឹងអ្នកទាំងអស់គ្នាចឹងមានអានេះមួយទៀតបើសិនជាជាងខ្លះគាត់សេវលុយគាត់ប្រើនេះអានេះគឺតាគៀបជាប់ដូចគ្នាប៉ុន្តែធូរថ្លៃអានេះណាធូរថ្លៃហើយវាអាចនឹងមុតក្បាលដោយសារវាមានក្បាលរុយនេះចាក់មកមុតហ្មងតែនេះអត់មុតទេចាក់អត់មុតទេដោយសារវាមានក្បាលរុយទប់ជាងវា quality វាក្រាន់ជាងអានេះគឺមុតទេណាតាគៀបមិនស្រួលមុតក្បាលការតាគៀបខ្មៅគឺទាំងអស់គ្នាត្រូវជ្រើសរើសសុវត្ថិភាពជូនភ្ញៀវកុំតាគៀបធ្វើម៉េចឲ្យមុតក្បាលភ្ញៀវចាក់ទៅមុតក្បាលភ្ញៀវគឺយើងជ្រើសរើសអីដែលល្អតិចមកនេះគឺតាគៀបគ្នាបខ្មៅនេះចាកាលហ្នឹងអ្នកគ្រូទិញមកគេដាក់ច្រឡំឲ្យក៏យកមករៀនណាតែគ្រាន់តែយើងអត់ប្រើភ្ញៀវទេយើងអាចរៀនលើក្បាលតុក្កតាឲ្យបានណាបើយើងប្រើលើក្បាលភ្ញៀវយើងប្រើនេះអានេះវិញល្អជាងអត់មុតក្បាលភ្ញៀវទេហើយតាគៀបជាប់គៀបរំសតាគៀបជាប់អញ្ចឹងទាំងអស់គ្នាយល់ពីតាគៀបនៅចាយល់នៅមានតាគៀបរំសតាគៀបជាប់អារំសនេះគឺទប់អាក្បាលរុយនេះគឺតាគៀបឲ្យជាប់វាអឹបជាប់ណាហើយយើងប្រើក្បាលរុយនេះល្អជាងអានេះវាមុតក្បាលអូខេអញ្ចឹងបើទាំងអស់គ្នាស្គាល់គ្នាបខ្មៅហើយតិចស្រាប់យកតាគៀបយកអាសក់លេងធំយកអានេះទៅតាគៀបមកវានឹងល្អិលមកវិញដោយសារអានេះគឺត្រូវការតាគៀបយកជាប់ឲ្យទូចទេតែយើងយកវាទៅប្រើតាគៀបអមគឺវាអត់ត្រូវទេហើយអាអមដូចគ្នាតាគៀបហ្នឹងត្រូវប្រើតាគៀបអមយើងយកអានេះទៅតាគៀបក៏អត់ត្រូវដល់ទៅពេលតាគៀបជាប់យើងយកអានេះមកគៀបអត់បានទេគៀបជាប់លេងគៀបឬគេលុះមកវិញមិនជាប់បើវាចំហធំសឹងអីហ្នឹង
មែនទេអូនអូខេអញ្ចឹងយើងត្រៀមជាមួយកញ្ចប់របស់យើងចាប់សក់ពេលគៀបពេលអីមកណាអ្នកទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាត្រូវទិញប្រភេទគេហៅថាក្រាស់ snow pot អានេះណាក្រាស់ snow pot យើងឃើញដូច snow pot ទេអញ្ចឹងមានភ្លីធំភ្លីទូចភ្លីល្អិតអីហ្នឹងពេលយើងផ្លុំសក់ជូនភ្ញៀវអញ្ចឹងទាំងអស់គ្នាត្រូវមានមកហ្នឹងណាហើយសម្រាប់អានេះគឺជាប្រភេទក្រាស់ដែលយើងសិតសក់សម្រាប់អ្នកជ្រុះសក់ធម្មតាអ្នកជ្រុះសក់យើងសិតធម្មតាជ្រុះមកអស់អញ្ចឹងពេលយើងសិតមកវាជាប់នឹងក្រាស់ហើយវាអត់ជ្រុះទៅលើឥដ្ឋទេអញ្ចឹងយើងត្រូវប្រើឲ្យវាបានត្រូវមកត្រូវទិញមករហូតមកក្រាស់ដែលយើងត្រូវប្រើប្រាស់ហ្នឹងចាហើយក្រាស់ដែលអ្នកគ្រូបង្ហាញទាំងអស់នេះវាអត់ទាន់គ្រប់ចំនួនទេណាមានអីអាប់ដេតអ្នកគ្រូបង្ហាញទៀតព្រោះថាឥឡូវនេះគេធ្វើអ្វីផលិតអ្វីទៅតាមជំនាញជួនកាលយើងដូចឥឡូវអ្នកគ្រូឧទាហរណ៍ថាក្រាស់នេះគេផលិតមកតាមជំនាញនេះក្រាស់សាប់ដូចគ្នាឆ្កឹះដូចគ្នាតែនេះសាប់កាន់តែល្អិតមួយសាប់ភ្លីធំមួយសាប់កញ្ញាញ់ខ្លាំងអញ្ចឹងណាអញ្ចឹងបើមានអីអាប់ដេតថ្មីអ្នកគ្រូនឹងបង្ហាញទាំងអស់គ្នាទៀតសម្រាប់វីដេអូមេរៀននេះអ្នកទាំងអស់គ្នាយល់ខ្លះមកពីសម្ភារៈយើងធ្វើម៉ូដសក់បើទាំងអស់គ្នាយល់ខ្លះហើយនៅពេលដែលយើងធ្វើគឺយើងអត់ភ្លេចយើងអត់ភ័យយើងអត់ព្រួយយើងដឹងថាប្រើប្រាស់បែបម៉េចយើងចាំអញ្ចឹងណាចាអញ្ចឹងអ្នកគ្រូដឹងថាទោះបីជាអ្នកគ្រូអត់ធ្វើវីដេអូបង្ហាញក៏អ្នកទាំងអស់គ្នាពេលរៀនទៅគង់តែស្គាល់ហើយតែអ្នកគ្រូបញ្យល់អ្នកទាំងអស់គ្នាបន្ថែមទៀតឲ្យចាំក្នុងចិត្តឲ្យដឹងថាអូខ្ញុំត្រូវត្រៀមអានេះខ្ញុំត្រូវទិញអានេះខ្ញុំត្រូវមានអានេះឲ្យយើងមានសម្ភារៈបានយើងរៀនទៅកើតដែរមែនទេបើយើងខ្វះសម្ភារៈយើងនៅតែអត់យល់យើងនៅតែអត់ចេះយើងនៅតែអត់ចេះប្រើប្រាស់បង្ហាញបន្តបន្ទាប់នៅសម្ភារៈធ្វើម៉ូដសក់ផ្សេងទៀតឲ្យទាំងអស់គ្នាស្គាល់ឲ្យអស់នៃសម្ភារៈណារៀនធ្វើម៉ូដសក់គឺទាំងអស់គ្នាត្រូវទិញផ្កាទិញអីមកមានផ្កាមានមកុដមានកម្មមានអីចឹងណាចាអញ្ចឹងទាំងអស់គ្នាត្រូវមានឲ្យសពមុខមកមានយើងដើររត់ទិញមកមានផ្កាបែបមើលទៅរៀងស្រស់ក៏បានឬក៏ស្នៀតសក់ឬក៏ផ្កាឬក៏កម្មឬក៏កម្មមកគ្រាប់តូចគ្រាប់ធំអីចឹងយើងទិញខ្សែផ្សំណាហើយយើងត្រូវមានជាមួយនឹងស្បៃរៀនធ្វើម៉ូដសក់ពេលយើងធ្វើដល់ម៉ូដបុរាណម៉ូដបួងខ្ពស់បួងអីយើងត្រូវមានស្បៃអញ្ចឹងទាំងអស់គ្នាត្រូវត្រៀមស្បៃដែរណាស្បៃរួចហើយយើងមានជាមួយនឹងកម្មមុនណាកាលជំនាន់អ្នកគ្រូរៀនណាអត់មានដូណាត់កលអីទេហើយដូណាត់មានតូចមានធំតែនេះអ្នកគ្រូអាដូណាត់តូចនោះអស់ហើយមិនទាន់បានទិញគឺមានធំមិនដែរធំយើងអាចឆ្នៃទូចបានបើទូចយើងយកមកធំយើងរៀងពិបាកឈ្មោលនេះបើយើងចង់ឲ្យទូចយើងកាត់វាមកយើងយកទូចអញ្ចឹងឬមួយក៏ដែលអ្នកគ្រូហែកចេះតិចទៀតអ្នកទាំងអស់គ្នារៀនដល់វគ្គម៉ូដសក់នឹងឃើញថាហេតុអីបានជាអ្នកគ្រូធ្វើអញ្ចឹងអានេះគេហៅថាកំណល់សក់យើងចង់ឲ្យសក់ធំសក់ទូចឬក៏សក់មើលទៅបែបស្តង់ដាម៉ូដសក់អីគឺគេសិតតែមានពៅទាំងអស់គ្នាហើយសម្រាប់អានេះគឺគេមានខ្មៅហើយនឹងពណ៌សឬក៏ពណ៌មាសព្រោះសក់អ្នកខ្លះលឿងយើងអាចយកកលខ្មៅចឹងបានទេណាអាចឃើញចឹងស្បៃរបស់យើងដូចគ្នាស្បៃមានខ្មៅមានស្បៃពណ៌ដូចគ្នាចាហើយសម្រាប់កស៊ូចងសក់គឺអ្នកទាំងអស់គ្នាត្រូវដឹងពីរបៀបប្រើប្រាស់កស៊ូចងសក់ដូចគ្នាអូនជួយហែកអានេះយកអានេះចេញមួយអានេះចេញមួយកស៊ូរបស់យើងមាន3លេខណាដែលយើងត្រូវប្រើប្រាស់ការចងសក់ឲ្យភៀវនោះអារាយបង្ហាញបន្តទៀតឲ្យអ្នកទាំងអស់គ្នាឃើញនេះជាកស៊ូចងសក់របស់យើងមានមើលទៅសៃកដាលអាខ្មៅទូចហ្នឹងណាអាទូចជាងគេទូចញឹបហ្នឹងកស៊ូចងសក់របស់យើងមានអាធំគឺយើងសម្រាប់ចងសក់ធំសក់បែបរៀងក្រាស់ចង2 3អញ្ចឹងទៅរីឯកស៊ូទូចអញ្ចេះគឺយើងចងសក់បែបរៀងកដាលមកសក់កាន់តែធំយើងចងកស៊ូកាន់តែធំសក់កដាលយើងចងទូចល្មមទៅហើយបើសក់ក្រងបែបទូចល្អិតខ្ញែគឺកុំយកអាធំនឹងមកចងគឺយើងយកអាទូចញឹបអាណាទូចជាងគេអញ្ចឹងណាទូចឆ្មាល់ទូចជាងហ្នឹងទៀតទូចដូចសក់កូនក្មេងអញ្ចឹងណាយើងត្រូវយកអាដូចសក់កូនក្មេងហ្នឹងយកមកចងធម្មតាយើងក្រងទូចមិនអញ្ចឹងណាអាក្រងទូចហ្នឹងកុំយកកស៊ូធំពេកចងអត់ស្អាតទេតែម៉ោងចឹងយកកស៊ូទូចហ្នឹងចងមកឲ្យមានច្រើនតម្រុកមកកស៊ូរបស់យើងមាន3លេខណានេះគឺយើងមាន3លេខយើងមានលេខធំអានេះលេខធំជាងគេសម្រាប់ចងសក់មាំអានេះកដាលអានេះទូចញឹបទូចជាងគេចាអញ្ចឹងគឺយើងរើសមក3លេខចឹងមកយើងត្រៀមដាក់ប្រអប់ដាក់អីត្រៀមទុកមកណាសម្ភារៈរបស់យើងអញ្ចឹងបើអ្នកទាំងអស់គ្នាស្គាល់ហើយបើទៅផ្សារឬក៏អ្នកទាំងអស់គ្នាត្រូវការសម្ភារៈអីអ្នកទាំងអស់គ្នាទៅសេដាក់កំងមកឬមួយក៏អ្នកទាំងអស់គ្នាទិញខ្លួនឯងអីហ្នឹងគឺត្រូវមានសម្ភារៈហ្នឹងហើយព្រោះយើងរៀនធ្វើម៉ូដសក់យើងត្រូវតែទិញឲ្យហើយមកពេលយើងបើកអូខេគឺយើងលើកទៅបើកធ្វើឲ្យភៀវយកលុយមកវិញណោះកូនសិស្សទាំងអស់គ្នាចឹងនេះគឺជាសម្ភារៈដែលអ្នកគ្រូបង្ហាញដែលអ្នកគ្រូនិយាយចឹងអត់ទាន់សពមុខទេនៅទៀត
ប៉ុន្តែអ្នកទាំងអស់គ្នាស្គាល់ខ្លះមកកុំឲ្យអត់ស្គាល់ណាគឺយើងត្រូវមានដូណាត់របស់យើងមានធំមានកដាលមានទូចញឹបសម្រាប់ធ្វើណាហើយយើងមានជាស្បៃសម្រាប់កលសក់យើងមានជាស្បៃសម្រាប់រុំសក់ធ្វើម៉ូដបុរាណយើងមានកស៊ូតូចកស៊ូធំកស៊ូកដាលហើយនឹងត្បូងកម្មមកុដឬមួយក៏ស្នៀតសក់អីយើងមានឲ្យសពបុកមកអញ្ចឹងចាំអ្នកគ្រូបង្ហាញនៅវីដេអូក្រោយទៀតណាសូមចុច Subscribe និងចុចសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីពី TV Salon ជារៀងរាល់ថ្ងៃ។